បាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកដល់ដើមអាស្រមរបស់ខ្ញុំនៅខាងមួយមុតយើងនេះបាទហើយដើមអាស្រមនេះវាផ្លែ250ផ្លែឥឡូវហ្នឹងយើងបានឡើងមកអង្គុយនៅលើកញ្ចុះអាស័យកញ្ចុះឫស្សីកញ្ចុះឫស្សីអាស្រមនេះហើយបាទហើយយើងមើលទស្សនវិជ្ជាជុំវិញនេះគឺផ្លែច្រើនឥឡូវយើងមើលពីលើចុះទៅក្រោមបាទយើងមើលទស្សនវិជ្ជាព្រោះយើងឡើងមកដើមអាស្រមអាស្រ័យអាស័យយើងនេះខ្ពស់បាទខ្ពស់អញ្ចឹងដល់ពេលយើងថតទៅខាងក្រោមនោះឃើញដើមទរេនោះសិតតែផ្លែទាំងអស់បាទអញ្ចឹងចង់ជម្រាបជូនបងប្អូនយើងបាទហើយអ្វីដែលចង់ជម្រាបជូនបងប្អូនយើងនៅនេះបើយើងគិតទៅគឺដាំទៅញឹកតែម្ដងបាទក៏ប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងមានផ្លែមានផ្លែធម្មតាបាទមានផ្លែធម្មតាហើយនៅលើកញ្ចុះកញ្ចុះឫស្សីអាស្រមនេះនៅមានមូសទៅទៀតនឹងមានមូសទៀតហេតុអីមូសនៅក្នុងចម្ការរបស់ខ្ញុំត្រូវតែមានដោយសារយើងកាត់បន្ថយថ្នាំសាឡាត់បាទអញ្ចឹងបើយើងទៅចម្ការណាមួយអត់មានមូសអីសោះអាហ្នឹងសុទ្ធសាច់ហើយព្រោះគេបាញ់សម្លាប់មូសអស់ហើយសម្លាប់សត្វល្អិតអស់ហើយបាទអញ្ចឹងយើងឡើងដល់ទីតាំងនេះក៏ពោះប្រហែលជាជាង10ម៉ែត្របាទជាង10ម៉ែត្រនៅតែមានមូសដដែលអញ្ចឹងបញ្ជាក់ថាសុវត្ថិភាពចំណីអាហារទៅលើផ្លែតរេនរបស់យើងហ្នឹងមានកម្រិតខ្ពស់ណាស់បាទខ្ពស់ណាស់បាទខ្ពស់ណាស់ជម្រាបជូនបងប្អូនយើងអញ្ចឹងបាទហើយដល់ដំណាក់កាលនេះគឺជាដំណាក់កាលមួយដែលបងប្អូនទន្ទឹងរង់ចាំហូបតរេនម៉ាន់ថងគឺសប្តាហ៍ក្រោយថ្ងៃអាទិត្យបងប្អូនមកប្រកាសជាមានច្រើនហើយបាទអញ្ចឹងបើសិនជាស្អែកក៏ជាថ្ងៃអាទិត្យដែរអញ្ចឹងបើបងប្អូនមកសួរថាមានអត់មានតែមេអញ្ចឹងបើសិនបងប្អូនមកយឺតរហូតដល់ម៉ោង2បានមកដល់អញ្ចឹងអាពេលព្រឹកព្រលឹមឡើងលោកគាត់ទិញយកទៅហូបអស់ហើយបាទចង់ជម្រាបជូនអញ្ចឹងណាអញ្ចឹងបើស្អែកបងប្អូនចង់អញ្ជើញមករូតរះមកបន្តិចបាទនៅនេះយើងមានតរេនដែលទុំជាលក្ខណៈធម្មជាតិនោះគឺមានតរេនដូនតាមានតរេនក្រាក់ដុំមានតរេនភូមិនីមានតរេនរី6អានេះគឺដើមតរេនរី6បាទនេះដើមតរេនរី6ដែលយើងមើលឃើញជាក់ស្ដែងបាទណាបាទហើយដើមតរេននេះខ្ញុំទៅនិយាយប្រវត្តិវាបន្តិចទៅគឺវាផ្លែអត់ក្រោម150ផ្លែទេជាទូទៅពី150ផ្លែរហូតទៅដល់250ផ្លែអញ្ចឹងយើងយកទិន្នន័យវាមកដល់ឥឡូវហ្នឹងអត់ក្រោម5ឆ្នាំទេអញ្ចឹង150ផ្លែមានតែម្ដងឯងក្រៅពីនោះ200ផ្លែបាទ200ផ្លែហើយយើងគិតទៅមួយផ្លែនេះបាទបើយើងគិតអំពីផលរបស់វានេះគឺមួយផ្លែនេះប្រហែលជាខ្ទង់2គីឡូកន្លះបាទអញ្ចឹង2គីឡូកន្លះបើសិនជាវាមាន200ផ្លែជាទូទៅក្នុងដើមតរេនអាស្រមនេះក្នុងមួយដើមក្នុងមួយឆ្នាំប្រហែលជាខ្ទង់500គីឡូបាទ500គីឡូអញ្ចឹងយើងគិតទៅបងប្អូនយើងដឹងហើយអញ្ចឹងការដាំដុះដំណាំតរេនបងប្អូនព្យាយាមបាទថែទាំបានដិតដល់កុំដាំតរេនទុកចោលបាទណាកុំដាំតរេនជឿជាក់ទៅលើជីថ្នាំរបស់ក្រុមហ៊ុនមួយចំនួនឬក៏របស់អ្នកលក់មួយចំនួនដែលលោកអត់មានដើមតរេនមួយដើមផងលោកដើរធ្វើជាអ្នកបច្ចេកទេសដំណាំតរេនឲ្យយើងចេះចោះបាទណាអាហ្នឹងយើងអាចឈរនៅក្នុងទម្រង់ហ្នឹងយើងអាចគ្រោះថ្នាក់បាទជួនកាលគេថាដាំតរេនញឹកអត់ផ្លែទេដោយសារអត់ពន្លឺចូលស្រាប់តែមកចំការខ្ញុំអត់មានពន្លឺផងតែផ្លែញប់ឃើញបាទអញ្ចឹងវាផ្ទុយវាខុសស្រឡះអញ្ចឹងមិនមែនដាំពន្លឺដាំតរេនយើងនោះអត់ផ្លែដោយខ្វះពន្លឺនោះទេបាទមិនចង់ទេ
cứ vì miền cát ta chán trồ rùm nơi trong rừng năng bảo cát ta khai nhầm chùm điệp chùn mà nè cát ta chỉ cát ta tật mà nè cát ta sát lại cát ta cát thiệt mà nè cát taอุปกรณ์ประปราถนำอุปกรณ์บัญถนำเจ้าบูที่หาดามกระปูแบบนั้นมาเนี่ยนี่กระปูมาพายใหม่30 ไม้สุดท้ายอามาซึ่งบัญไปเลยตูใบจีโดนจีตาเปรสเซอร์กระดอยยมใหญ่เผอปีจีโดนจีตาเปรสเซอร์นะก็เว็บบัญมันดอละกระปูลงได้อันจังโดยฉะนั้นกระปูนั้นยังถ่ายทั่วไอ้เก๋ยังถ่ายมีนยุทธศาสตร์มายุทธศาสตร์โดยจังมาอันนั้นกตานั้นคือกตาอุปกรณ์บัญถนำมาเนี่ยให้กตาถนำสัตว์ละเตียดนั่งให้นั่งกตาเหมือนนูเตียดจังจานกตาจังจุงกายืงอัดบานดังในขนมเรืองนั้นยืงดับบรรทุกแต่เลยท่าดำหยึกไปเป็นลืออัดโจ๊กอัดคลายเลยกตาจอนั้นก็บานรวมจำหน่ายได้บากตาจอก็บานรวมจำหน่ายทั่วมีนปัญหาการมีนหลายได้บ่าโดยเฉพาะบองโปนในกองปงในเมื่อลายเราบอกขยมได้ขยมกองปงดังกุยในดาวมาสรอมบอกขยมนี่ลูกมีนสมนุไอ้ลูกไอ้สูบ้านในขนมวิธีเตรนพวกขยมอัดจังลายวิดีโอขยมอัดจังลายไอ้ที่แต่บริษัทบอมโอนตรการสู้บอมโอนไอสู้บานบ่าให้บอมโอนตรการเรียนบ่ายกจำนายนั้นจำนายดังนั้นให้นังบอดไปสอนนั้นในขนมกาปราจีสไรเรียงเราบอกย้อมบอมโอนไอว่าเจ้าชั่วโมงเรียนตามอย่างเตเลกรามให้เบต้าเรียนตามอย่างเตเลกรามเบี้ยมันจะบ้าเต้มาเรียนดอลจำการเราบอกย้อมบ่าไปแซ่บริษัทมีนโอนจีนิสัตปอนกำปงในจอกรรมศึกษาให้ปอนจังสวายยุลดังอมปีหืมแต่เรนได้ปราจีสไรเรียงบ่าได้ปราจีทอมเฉียดปอนอายเจยหมอกจูบจมูกคางกรมหุ่นยืนขยมก็โดยเชี่ยสหการยืนขยมตรายไงบ่าปูนในขนมนี้พลายบ่อยืนแบบนี้มันเมียนในทายืนđã chi khi mí ban về phai đấy, thế, dương pra phía trán cứ chi protein, dương pra phía trán cứ cái ở miền đam ở miền tham một pol, chẳng đam là miền tham một pol pu, bà vì ở tệ tôn cho mùi năng pe hay năng ca năng pu rồi có ăn pe ca nông tê, vì tệ tôn tích tuổi thế, bàกาปีดับชนะมุนเขียมปลาจีสไรเรียงเขียมปุ่มใบบุญใบเนี่ยคลากอดสาวก็ได้ปลาจีจังพลายได้การนกกอดตอนยูธาใส่เกจีโปรตีนใส่เกกหายธาไอเกสาธิตจิงจำใส่เกหายธาอะมิโนแอซิดใส่เกหายธาฮูมิกแอซิดไอ้cái hạt là citric acid qua đằng mỏng, humic acid, citric acid cho mỗi năng ăn pK, vi chi chấm này tối đầm bay bòn xòm. Miền comment môi bị chiên phẹt thằng nam cần chặt pin cả hóm, năng mà bị thiêu phở thằng nam ăn. Bà chấm pua, bà nhom cặn tích sẵn mà nhom to được tiền. Mình đây ra trong pua ăn pK, pupuk acid, pupuk humic acid say thằng o nắng cứ chia ca bẩn đóng cứ chia ca chong sầm pòn đâm bay cò cạt bàn tay chia tham một bùn đâm bay ai đam từ đây nó bỏ chương plai cát tôi ta đam từ đây nó bỏ dưới miền tham một bùn cục cọt đâm bay ai mình nuôi thưa ca ai miền ai khăng khla bát tôi ta mình nuôi nó miền tham một bùn chẳng mình có thể ăn pK năng tôi thì bà thông cái đó con mình phải có tha
việc cả đại phủ bong ôm chia cả score dưỡng chờ nè to tạp p hay năng k năng thông bạn ai phải cả bạn bong ôm vô khẩu bà ở trăm mà chị phụ dưỡng thử đăng ha tham một pul có cả đau vị thi nè bà tham một pul mình men có cả đau sạp p hay năng k năng thông này mẹ này bà ọt miền amino acid bà ọt miền humic acid bà ọt miền fulvic acid mà nè bà ọt miền civic acid cát bàn một pina mà nè chẳng trong chụp điệp chun bong ôm chơi cả score dương bị pro ca nghe khá nơi trong vị thầy đam đọt đầm nam terrain và chồng pu nè khá cột bền ở bong ôm trămផលិតផលគេបាទចាំថាវគ្គការផ្លែត្រូវប្រើហ្នឹងទៅពួកអីតួអង្គឯងគាត់កាន់ពពួកផលិតផលទាំងអស់នោះអញ្ចឹងគាត់ត្រូវនិយាយចុះនិយាយឡើងចូលតែរឿងហ្នឹងឯងតែសួរថាគាត់បាននិយាយអំពីផលប៉ះពាល់ពីពេខ្ពស់កាខ្ពស់ហើយពីប្រតិកម្មគីមីដែលនៅដើម្បីយកពេហើយនឹងការខ្ពស់នៅផលិតផលរបស់គាត់ហ្នឹងដែលសល់សំណល់អីគាត់បាននិយាយអត់គាត់អត់និយាយទេព្រោះតែនិយាយទៅវាពាក់ព័ន្ធទៅដល់អាជីវកម្មរបស់គាត់ឥឡូវឧទាហរណ៍ថាយើងប្រើអ៊ូរ៉េប្រើយូរទៅបងប្អូនទទួលស្គាល់ថាក្តាំងដីអត់បាទដាច់ខាតត្រូវតែក្តាំងដីបងប្អូនប្រើជីគីមីខ្លះយូរទៅបងប្អូនទទួលស្គាល់អត់ថាដីរបស់បងប្អូនឡើងជាតិជូរខ្លាំងបាទត្រូវទទួលស្គាល់អស់ហ្នឹងហើយយើងបានព្យាយាមងាកឈប់ដើរកន្លងនោះទៀតមុនដំបូងដីរបស់យើងនៅមានសុវត្ថិភាពដីរបស់យើងនៅល្អប្រើជីគីមីតែបន្តិចទេផ្លែភ្លុកទឹកភ្លុកដីហេតុអីព្រោះអីសារធាតុចិញ្ចឹមមីក្រូសារធាតុសរីរាង្គ humic acid fulvic acid amino acid ហើយនឹង OM ក្នុងហ្នឹងញុកនៅក្នុងដីអញ្ចឹងប្រើគីមីតិចផ្លែភ្លុកទឹកភ្លុកដីចុះបាន5ឆ្នាំក្រោយអាមីក្រូសារធាតុចិញ្ចឹមទាំងអស់ហ្នឹងវាបាត់បង់អស់ហើយបើយើងហ៊ានប្រើបែបហ្នឹងទៀតយើងទទួលភាពបរាជ័យបាទដូច្នេះបានគេឲ្យយើងបដូរពីវិធីទាំងអស់ហ្នឹងមកប្រើបែបធម្មជាតិត្រេននេះនៅក្នុងធម្មជាតិរបស់វាដាំបាច់ដាក់ជីនៅក្នុងធម្មជាតិរបស់វាក៏វាផ្លែដែរបាទណាដោយសារមនុស្សរបស់យើងដើម្បីលក់ជីលក់ផលិតផលរបស់គាត់ប្រឹងអស់លទ្ធភាពធ្វើម៉េចឲ្យបងប្អូនជាកសិករដែលមានការយល់ដឹងតិចបាទទិញផលិតផលរបស់គាត់ប្រើប្រាស់អញ្ចឹងបានទាមទារបងប្អូនដែលជាម្ចាស់ចំការត្រូវការស្វែងយល់ឲ្យបានច្រើនហើយជួនកាលរហូតដល់បច្ចុប្បន្ននេះទៀតមានអ្នកខ្លះសង្ស័យតកាំងទៀតបាទតកាំងដាំតរេនឆ្នាំណាក៏បានផលច្រើនដែរដែលតកាំងកំពុងតែប្រើបង្រៀនគេនោះមានអ្នកខ្លះគាត់បង្រៀនទៅខ្ញុំបរៀនគាត់ទៅគាត់មើលស្រាលឬក៏គាត់អនុវត្តមិនបានគ្រប់ជ្រុងជ្រោយបាទនៅចំណុចខ្វះខាតរបស់គាត់ហ្នឹងដែលធ្វើឲ្យការប្រព្រឹត្តទៅរបស់គាត់នៅក្នុងមួយឆ្នាំហ្នឹងគឺអាចផ្លែតិចឬក៏បរាជ័យបាទអញ្ចឹងក៏មានអ្នកខ្លះទៀតឲ្យតែកូនចៅដែលរៀនតាមទ្រឹស្ដីរបស់តាកាំងពួកគីមីហ្នឹងគាត់ចូលចិត្តអូសហេតុអីបានគាត់គាត់ដឹងថាក្នុងដីហ្នឹងល្អហើយដូចដីធម្មជាតិពីអីគេពីដែលយើងតែវាយព្រៃថ្មីហើយគាត់ដឹងថាសំរួចស្រេចអស់ហើយដូច្នេះគាត់គ្រាន់តែកូនចៅខ្ញុំទៅបន្តិចហើយប្រើជីគាត់ញាក់តែបន្តិចផ្លែភ្លុកទឹកភ្លុកដីរួចហើយគាត់ថាណែសមត្ថភាពគាត់មានអាហ្នឹងឆ្នាំទី1
ដល់ឆ្នាំទី2កូនចៅនឹងគិតថាអញរកគ្រូឃើញច្បាស់ហើយដល់ឆ្នាំទី2យើងធ្វើទៅអស់ហើយព្រោះឆ្នាំទី1យកអស់ហើយអញ្ចឹងឆ្នាំទី2ឬក៏ឆ្នាំទី3ចាប់ផ្ដើមទទួលភាពបរាជ័យបាទតតែគាត់លូកទៅ2ឆ្នាំក្រោយឬក៏3ឆ្នាំក្រោយទើបគាត់ព្រមទទួលថាសម្ដីតាកាំងហ្នឹងនិយាយត្រូវបាទអញ្ចឹងដូចអស់នេះអញ្ចឹងដែរបងប្អូនអញ្ចឹងមិនមែនអត់ពន្លឺហ្នឹងដាំញឹកហ្នឹងអត់ផ្លែអីទេមិនមែនអញ្ចឹងទេបាទវាមានកត្តារួមផ្សំនៅក្នុងហ្នឹងមែនតែមិនមែនដាក់បន្ទុកទៅលើអត់ពន្លឺហ្នឹងចូលដល់ក្រោមដីហ្នឹងអត់ផ្លែទេខ្ញុំសូមបដិសេធតែមានចំណែកបាទមានចំណែកតិចតួចយើងប្រើប៉ុណ្ណឹងបានកុំឲ្យអូឯងប្រើជីមួយនេះអត់កើតទេឯងប្រើជីមួយនោះអត់កើតទេដោយសារដើមទរេនឯងអត់កាត់អីស្រួលបួបានអត់ផ្លែមិនអញ្ចឹងទេបាទខ្ញុំសូមបដិសេធព្រោះខ្ញុំនៅក្នុងនេះបងប្អូនមើលដើមទរេនខ្ញុំដល់ឥឡូវនេះ8 9 10ឆ្នាំ20ឆ្នាំហើយដល់ណាក់ហ្នឹងហើយអញ្ចឹងខ្ញុំជួបបញ្ហាក្តៅត្រជាក់រាក់ជ្រៅនៅក្នុងរយៈពេលជាង10ឆ្នាំហ្នឹងខ្ញុំជួបអស់ហើយអាចចំណុចខ្លះដែលជួបហើយខ្ញុំព្យាយាមធ្វើវាឲ្យកាន់តែជួបឲ្យកាន់តែខ្លាំងដើម្បីបញ្ជាក់ថាតើអត់ពន្លឺហ្នឹងវាអត់ផ្លែពិតប្រាកដអត់ឲ្យពន្លឺចូលមកដល់បាទដល់ពេលបងប្អូនដែលកំពុងតែមានអារម្មណ៍នៅក្នុងក្បាលថាពន្លឺចូលអត់ដល់អត់ផ្លែពន្លឺចូលអត់ដល់អត់ផ្លែសូមអញ្ជើញមកមើលមកបាទហើយមើលចំពេលណាដែលមានន័យថាដែលពន្លឺកំពុងតែខ្លាំងតាចូលដល់ក្រោមដីនឹងអត់ប្រហែលភាគរយព្រោះកុំឲ្យទុកនៅក្នុងក្បាលបាទកុំឲ្យទុកនៅក្នុងក្បាលកុំឲ្យទន្ទិញឲ្យចាំថាអូពន្លឺចូលមិនដល់ដីចូលមិនដល់ហ្នឹងគឺអត់ផ្លែថ្ងៃនេះខ្ញុំសូមនិយាយតែចំណុចហ្នឹងមួយឯងប៉ុន្តែខ្ញុំព្យាយាមធ្វើពិសោធន៍ដើម្បីដកនៅចំណុចដែលថាពន្លឺចូលមិនដល់គល់អត់ផ្លែសម្រាប់តរេនមួយណាខ្ញុំអត់និយាយអីច្រើនទេព្រោះខ្ញុំធ្វើពិសោធន៍តែទៅលើដើមតរេនហ្នឹងខ្ញុំពិសោធន៍រហូតដល់ចេញលទ្ធផលហើយទើបខ្ញុំហ៊ានធ្វើបដិសេធវាមានចំណែកតែមិនដាក់បន្ទុក 100% ទេអូខេអញ្ចឹងជម្រាបជូនប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនបងប្អូនដែលកំពុងបានស្ដាប់ខ្ញុំជម្រាបជូនដោយសារបងប្អូនយើងគាត់សួរថាជាងណាក់ជាងភ័ក្រគាត់សួរថាពីងពីងក្រហមនិងមមាញខៀវយើងប្រើអីខ្លះចំពោះផលិតផលរបស់ខ្ញុំបាទយើងប្រើពីងពីងក្រហមយើងប្រើខ្យាដំរីក្រហមតែយើងប្រើហើយយើងត្រូវព្យាយាមបាញ់ទឹកអនុភាពដើម្បីលាងសម្អាតពីព្រោះនៅក្នុងក្រុមហ៊ុនរបស់ G ធម្មជាតិ EHM មានផលិតផលមួយដែលពិសេសជាងគេគឺទឹកអនុភាពសម្រាប់លាងរាល់សារធាតុផ្សេងបាទព្រោះក្រុមហ៊ុនគេផ្សេងគេមិនទាំងជឿផងគេថាសមិនដឹងជាស្អីវាផងតែទឹកអនុភាពខ្ញុំចង់ប្រាប់បងប្អូនយើងអាចយកទឹកអនុភាពយកទៅលាងបន្លែយើងត្រាំបន្លែយើងបាទយើងដាក់ 10cc ឬក៏ 20cc ទឹក1លីត្រទៅយើងយកទៅត្រាំបន្លែយើងរយៈពេល15នាទីដើម្បីរំដោះសារធាតុពុលចេញពីក្នុងស្លឹកបន្លែហ្នឹងបន្ទាប់មកទៀតបានយើងយកទៅលាងទឹកហើយអស់បានយើងយកទៅឆាហូបមិនគិតថាអាហ្នឹងគឺជាផ្លែឈើទុំអាហ្នឹងគិតជាបន្លែយើងអាចលាងបានទាំងអស់ដូច្នេះសម្រាប់ផលិតផលខ្ញុំទាំងអស់នេះបាទយើងធ្វើអីលើវាហើយយើងត្រូវតែមានការសម្អាតវាដើម្បីឲ្យកើតបាតុភូតសុវត្ថិភាពចំណីអាហារ 100% អានេះគឺជាគោលដៅបាទណាបាទហ្នឹងចំណុចមួយទៀតតាក់ទងជាមួយនឹងមមាញបៃតងបងប្អូនអាចប្រើធម្មជាតិបាទបងប្អូនអាចប្រើពពួកថ្នាំជក់
còn là thà bởi dương pra tham chú dương châu trong này bẩn đánh rứa có rùm khan biết tại rùm khan rứa có bẩn đánh dương trời cả pra vì ở nhất dương trời cả bạn như vậy bạn cho đó bạn nè phổ biến sầm lô cái xua cái ông mùi chăng mà đấy một miếng bài toán phở ấy dương ăn miếng ấy cài pi rùm khan vì thế rùm khan ca si rồi bảo vệ đâm bay rùm khan vì bán lưu tra tại thơ mệnh bạn nhỏ nhật tịch và bờ sân chỉ dương mình rùm khan dương pra sa tập hiệp ở trà bạn hãy bay ngày khỏi dương bánh tất ăn hiệp liêng sầm ạt với máu cứ chọc sập cục bà tập năng dân chun sầm lúa nâng từ đó chiêng phẹt bà dân ta miền bom ôn na còn miền sầm lúa ấy tiết bà ở đây có dương sông ở côn trán chun po bom ôn dương đài trong từ tu tiên plai từ rèn robot tạc cắn nơi trầm ca 11 sập đá cõi cứ ngày ti bầm bấy rồi còn ngày ti bầm pấn cứ dương sờ bố bộ từ rèn man thong tung bom ôn anh chơi châu room anh chơi một đò trầm ca từ rèn robot nhóm hai anh chơi mà thọt tất tập hiệp plai từ rèn robot dương nhóm chạy sài hai có nhung chùm riệp chun bom ôn mùi tiệt đài khởi lô bom ôn miên mình toàn tục chật ấy thà tê mà ôn nịch đại chia xã hạ ca rây khiêm rồi có đại chia mê ca khiêm tốt là tại mà đón nơi tí đi thà ôn nịch tục mà đau khiêm thời ca mà phay cả lô rồi có sam sắp cả lô bà khiêm trai cá ôi nẹt lại người ta cắt hai tờ lẹ mà ôi khiêm mà phay ta sam sắp cả lô bà giờ cọ lê tu sạm muốn con nằng riệp trong cam về thi nằng chun đầm bay rồng đó hiệp chùm ngõ hai nằng cá song say nơi khung đầm na đại bom ôn mà đo chùm cá khiêm nhưng đo là tập hiệp chẳng bàn tay chẳng đôi chứ đấy bom ôn tới prap tới ôn nứt chỉ muốn sân lê tu sạm bỏ con nó cứ xôn cài bầm pal cài pí cài bầm pal mà rồi cài sập bầm pal lê na ngay đại bom ôn này tục nhom mà phay cả lô tục nhom 50 cả lô đam na muối khi miền công cua xa rồi bỏ nhom miền bom ôn bỏ nhóm màu khơi chạy ra đây lang từ cua lang từ cắt từ lẹ màu to ra mà đòn và chân ngày ní ca lai bỏ nhóm đòn trầm ní có xôm chung po bom ôn dưới đây cầm pung tay mưa lai nhóm đây cầm pung tay đạp nhóm nắng xôm chung po ao miền sọc cọp hiệp lõ miền sẽ đây su sẽ đây khăn công cua xa và từ ngày từ chất xôm ao bàn sẽ cái đây sóc chỉ riêng rồi hồn xôm ao côn tràn xôm chùm riệp liệp bye bye